វីដេអូដែលធ្វើការហោះហើរចេញពីខ្មែរថ្ងៃខ្ញុំហោះពីខ្មែរមកសិង្ហបុរីហើយហោះមកនៅអាមេរិកថ្ងៃដំបូងចាអារម្មណ៍ពេលលាគ្នាជួបជុំគ្នាមានអ្នកទាំងសងខាងមកជួនដំណើរអញ្ចឹងណាហើយនឹងហើយដល់វីដេអូចាស់ដែលចងក្រងយើងក្នុងកាត់បានខ្ញុំជំនួសដូនដល់ឆ្លងកន្លងមកអោបកសោបដឹកគ្នាខ្លាំងណាស់ណាឡើងឡាក៏ដែរមួយក៏ណាស្លាញ់ហ៊ានជួនដំណើរ4អ្នកបងប្អូនរូបភាពជុំគ្រួសារទាំងអស់គ្នាបានកាដូពិសេសពីម៉ាមីធំនេះគឺធ្វើការថតលាអ្នកផ្ទះចុងក្រោយមុនហោះពីខ្មែរទៅម៉ាមីធំកំដរកូនហោះពីខ្មែរទៅសិង្ហបុរីហើយគាត់មានបេសកកម្មគាត់បន្តទៅទៀតចារូបភាពជាមួយបងស្រីចុងក្រោយមុនពេលខ្ញុំធ្វើការហោះលាគ្នាពីសិង្ហបុរីទៅអាមេរិកក្នុងយន្តហោះកូនបើខ្ញុំគេងលក់ស្រួលណាស់ណា17ម៉ោងពីសិង្ហបុរីទៅអាមេរិកចិត្តដល់ហើយចិត្តចុះហើយគេលើម៉ែចិត្តចុះហើយអូមកច្បងទៅបានកូនបងធំខ្ញុំគាត់ជួយមើលប្អូនណាស់ណាលើយន្តហោះសប្បាយដែរភាសាមួយកូនទួយអត់សូវធ្វើຕົកនេះបានមកដល់ទឹកដីអាមេរិកហើយគឺមានអាកាសធាតុត្រជាក់ខ្លាំងណាស់ពេលខែដែលខ្ញុំមកដល់នេះត្រជាក់ណាស់នៅក្រៅបងថ្លៃខ្ញុំឯនឹងក្មួយស្រីចាគាត់រស់នៅនឹងគាត់មក pick up ពួកខ្ញុំពី airport ទៅHello សម្រាប់នេះគឺកាដូពិសេសពីម៉ាក់ពៅរៀបចំឲ្យកូនពៅមកដល់ទឹកដីអាមេរិកនឹងខាស៊ីតវ៉ាលីច្រើនណាពួកខ្ញុំមូមកនៅរស់នៅអាមេរិកចឹងណាចិត្តដីអាមេរិកនេះឡាននេះចុងក្នុងជីជុំគ្នាតបពីនេះមកគឺយើងធ្វើដំណើរទៅផ្ទះចាជួបបងស្រីខ្ញុំហើយរូបភាពអនុស្សាវរីយ៍ពេលទៅដល់ airport សូមអរគុណបាយបាយអនុស្សាវរីយ៍ល្អ